សូមស្វាគមន៍មកកាន់កម្មវិធីបង្រៀន Java Programming ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD នៅក្នុងវីដេអូនេះយើងនឹងបង្ហាញនៅមេរៀនទី3ដែលនិយាយអំពី polymorphism ហើយចំណុចដែលយើងនឹងត្រូវនិយាយនោះគឺទី1យើងនិយាយអំពីអ្វីទៅជា polymorphism ហើយទី2និយាយពីលក្ខណៈទូទៅរបស់ overloading ហើយនឹងទី3យើងនិយាយអំពី overriding ពីនេះសូមចាប់ផ្ដើមនៅមេរៀនថាតើអ្វីទៅជា polymorphism polymorphism គឺជាពាក្យមួយដែលចេញពីពាក្យក្រិកដែល poly មានន័យថាច្រើនហើយនឹង morph នឹងមានន័យថាច្រើនទម្រង់គឺថា polymorphism ហ្នឹងគឺជា concept ដែលអាចទៅសេឲ្យ object របស់យើងមួយហ្នឹងវាមានប្រើប្រាស់បានជាច្រើនទម្រង់ហើយជាទូទៅលក្ខណៈ polymorphism នេះវាសំដៅទៅលើ method ដែលមានឈ្មោះដូចគ្នាហើយធ្វើការផ្សេងគ្នាបានបែរថា method មួយអាចធ្វើការបានច្រើនទម្រង់ហើយលក្ខណៈច្រើនទម្រង់នេះត្រូវបានបែងចែកជាពីរធំៗដែលទី1ហៅថា overloading និងទី2ហៅថា overriding ហើយលក្ខណៈរបស់ polymorphism គឺវាអនុញ្ញាតឲ្យ sub class បង្កើតនៅ behavior ថ្មីដែលតម្រូវទៅតាមការងាររបស់វាហើយវាមានមុខងារស្តៀងឬក៏ដូចទៅនឹង behavior របស់ super class ដែរឧទាហរណ៍យើងមាន class shape ហើយនឹង super class shape ហើយនឹង sub class rectangle ដែល extend ពី class shape ហើយមាន class ទី2គឺ class square វា extend ពី class shape ដូចគ្នាហើយដែល class shape នោះវាមាន method area ដូច្នេះ class rectangle និង class circle ក៏មាន method area ដូចគ្នាដែរចឹងមានថា sub class ហ្នឹងគឺវាទទួលបាន method area ដូចគ្នាតែវាអាចប្រើប្រាស់ method area នេះទៅតាមមុខងាររបស់ class របស់វាបានហើយរូបនេះបង្ហាញពីលក្ខណៈទំនាក់ទំនងគ្នារវាង super class shape ហើយជាមួយនឹង sub class rectangle ហើយនឹង circle គឺយើងឃើញថា class shape នេះគឺវាមាន method មួយឈ្មោះថា area ហើយចំណែកឯ class ទាំងពីរនេះ sub class ទាំងពីរនេះគឺវាធ្វើការ extend ពី super class shape ដូច្នេះវាទទួលបាននៅ method area ដូចគ្នាហើយដើម្បីអាចឲ្យ method area នេះធ្វើការងារទៅតាមអ្វីដែល class rectangle និង class circle ដែលវាចង់បាននោះគឺយើងអាចទៅសេឲ្យវា method area មានឈ្មោះដូចគ្នាតែវាមានប្រើប្រាស់សម្រាប់លក្ខណៈមួយទៅដោយ class របស់ទៅតាមការងាររបស់ class rectangle ចំណែក class circle គឺ method area នោះគឺវាប្រើប្រាស់ទៅតាមលក្ខណៈការងាររបស់ class circle នោះឯងឥឡូវនេះសូមក្រឡេកមកមើលលក្ខណៈ overloading គឺជា method ដែលមានឈ្មោះដូចគ្នាតែមាន signature ខុសគ្នាឧទាហរណ៍នៅក្នុង code example នេះគឺយើងមាន class មួយដែលឈ្មោះថា display overloading ហើយមាន method មួយថាគឺ display ហើយនៅក្នុង class តែមួយនេះគឺយើងអាចបង្កើតនៅ method មួយដែលមានឈ្មោះដូចគ្នាហើយគឺវាអាចខុសគ្នានៅចំនួន parameter នេះហៅថា signature ខុសគ្នាហើយមួយវិញទៀតចំពោះ method overloading នេះគឺយើងអាចមាន overloading method ច្រើនគឺវាអាចខុសគ្នាទៅតាមប្រភេទចំនួន parameter ឬក៏ប្រភេទ data type របស់ parameter ហើយ overloading នេះគឺអត្ថប្រយោជន៍របស់វាគឺអាចឲ្យ method មានឈ្មោះតែមួយប្រើបានធ្វើជាការងារច្រើនដូចជា display នេះយើងអាច display ដែលមាន parameter មួយហើយអាចប្រើប្រាស់ display ដែលមាន parameter 2ក៏បានដូច្នេះខ្ញុំសូមបង្ហាញអំពីកូននៅលក្ខណៈអំពី overloading method ដែលខ្ញុំបង្ហាញពីចំណុចទី1នៃការ overloading ប្រភេទទី1គឺមានឈ្មោះ method ដូចគ្នាហើយតែចំនួន parameter ខុសគ្នា display string name ខ្ញុំ sys out my name is ហើយបង្កើត uploading method មួយឈ្មោះដូចគ្នាតែវាខុសចំនួន parameter វាមាន string name ហើយនឹង int 8ហើយយើង display
my name is and I am class IA years old ដូច្នេះយើងមាន method 2 ដែលមានឈ្មោះដូចគ្នាតែវាខុសគ្នានៅចំនួន parameter ហើយឥឡូវយើងសូមបង្កើតនៅ main method មួយដើម្បីធ្វើការហៅវាមកប្រើប្រាស់យើងបង្កើត object របស់ method របស់ class overloading method មួយតើមកយើងអាចឃើញគេពេលយើងដកទៅ why this អញ្ចឹងយើងឃើញមាន method 2ដែលយើងអាចប្រើប្រាស់បានដែរ method ទី1មាន parameter 1 method ទី2មាន parameter 2នេះហើយគឺជាលក្ខណៈនៅ overloading method ដែលអាចយើងប្រើប្រាស់ method ដែលមានឈ្មោះដូចគ្នាវាធ្វើការងារបានពីរប្រភេទជាសូម display ទី1 name ដាក់ Robert ចឹងយើងសូមបង្ហាញនេះអញ្ចឹងនៅពេលដែលយើងប្រើមាន parameter ដាក់ parameter វាមួយវានឹងហៅទៅកាន់នៅ method overloading method ទី1ហើយបើយើងដាក់ parameter វា2ឆ្នេះវានឹងហៅទៅកាន់ overloading method ទី2អញ្ចឹងគឺវាមានការងាយស្រួលក្នុងការប្រើប្រាស់ដែលយើងមិនចាំបាច់ដាក់ឈ្មោះmethod ណាដែលមានលក្ខណៈដូចគ្នាឈ្មោះផ្សេងគ្នាទេយើងអាចដាក់ឈ្មោះដូចគ្នាតែយើងវាមានប្រើការងារផ្សេងគ្នាបានច្រើនហើយលក្ខណៈទី2នៃ overloading method គឺវាមាន parameter ដូចគ្នាប៉ុន្តែវាមាននៅចំនួននៅប្រភេទ data របស់ parameter នឹងខុសគ្នាឥឡូវខ្ញុំសូមឧទាហរណ៍សូមលុបនេះចោលសិនខ្ញុំដាក់method ទី2នេះមាន parameter ចំនួន parameter មួយដែរតែខ្ញុំដាក់ int age ខ្ញុំមាន parameter មួយដូចគ្នាគឺយើងប្រភេទបង្ហាញ age វិញអញ្ចឹងខ្ញុំដាក់ថា I am class age អញ្ចឹងយើងសូមមកប្រើប្រាស់នៅទីនេះគឺថាយើង display គឺយើងមាននៅ method 2ដែល method ទី1គឺ parameter វាប្រភេទជា integer អញ្ចឹងយើងដាក់ឲ្យវាផ្ដល់តម្លៃឲ្យជាតម្លៃលេខនោះវានឹងហៅ method display ដែលមានផ្ដល់ប្រភេទ parameter ជា integer ហើយ display មួយទៀតគឺជា name អញ្ចឹងយើងសូមដាក់អានេះ20អញ្ចឹងវាប្រកាសជា I am 20បើសិនជាយើងដាក់ជាឈ្មោះដាក់ជា string វិញអញ្ចឹងវានឹងហៅ method មួយនេះមកវិញ my name is Robert នេះហើយគឺជាលក្ខណៈពិសេសនៃការប្រើប្រាស់ overloading method ហើយលក្ខណៈមួយទៀតរបស់ overloading method គឺ method មានឈ្មោះដូចគ្នាតែវាមានអាចប្រភេទdata type របស់ method នេះគឺខុសគ្នានឹងក៏ហៅថា overloading method ដែរឥឡូវខ្ញុំសូមបង្កើតនៅ method public in sum in a in b ចឹងខ្ញុំ return a បូកអី b នេះឯ method មួយទៀតប្រភេទជា double sum ដូចគ្នាខ្ញុំ double a double b ចឹងយើង return
a បូក b ចឹងយើងអាចប្រើប្រាស់នៅ method ខ្ញុំលុបនេះចោលយើងអាចប្រើប្រាស់នៅ method sum គឺយើងមានពីរប្រភេទប្រភេទទី1គឺ double parameter វាប្រភេទជា double ចឹងបើន័យថាប្រភេទទី1នេះគឺកណនានៅចំនួនការបូកលេខរវាង2ចំនួនប្រភេទជាលេខមានក្បៀសហើយនេះគឺប្រភេទលេខគត់ចឹងយើងអាចឲ្យ method របស់យើងមានឈ្មោះតែមួយហ្នឹងអាចប្រើប្រាស់ដើម្បីទៅតាមតម្រូវការរបស់យើងបានវាដាក់តម្លៃ10 30ចឹងយើងធ្វើការប្រកាសនៅ variable មួយដើម្បីទទួលតម្លៃពី method នេះ in result ចឹងយើង system dot print result ចឹងយើងប្រកាសជាទទួលបានតម្លៃ40ហើយបើសិនជាយើងចង់ប្រើប្រាស់នៅ method ដែលប្រភេទជា double យើងត្រូវប្រកាសនៅ result មួយដែលប្រភេទជា double ដើម្បីទទួលតម្លៃពី method នោះឥឡូវសូមកលេចទៅមើលមេរៀនយើងបន្តទៀតវិញដែលនិយាយអំពី overriding method ចំណែកឯ overriding វិញគឺជា method ដែលមានឈ្មោះដូចគ្នាហើយមាន signature ដូចគ្នាបែបបិទតែម្ដងហើយកាលណាយើងនិយាយអំពី overriding គឺវាពាក់ព័ន្ធជាមួយនឹង inheritance គឺវាមានការ extend ពី super class ហើយនឹងមាន sub class ជាដើមហើយនៅក្នុងឧទាហរណ៍នេះគឺយើងមាន class animal ជា super class ហើយមាន method move មួយហើយចំពោះ sub class វិញគឺវាមាន class dog ដែល extend ធ្វើការ extend ពី super class animal ហើយវាបាន override នៅ method របស់ super class animal method move វាគឺ override ដើម្បីតម្រូវទៅតាមការងាររបស់ sub class របស់វានេះឯងគឺ class dog នេះហើយវាមាន public class មួយសម្រាប់ធ្វើការ run ហើយយើងនឹងបង្ហាញនៅ example នេះនៅក្នុង Eclipse តែម្ដងនេះសូមក៏លេខមើលនៅ overriding method វិញម្ដងហើយទី1សូមបង្កើតនៅ class animal មួយ animal ដែល class animal នេះគឺវាមាន method មួយmove system dot out print line animal can move ហើយខ្ញុំនឹងបង្កើត class មួយទៀតឈ្មោះថា dog ដែលវា dog ហើយ class មួយនេះវានឹងធ្វើការ extend នៅពី class animal ដូច្នេះ class dog នេះវានឹងទទួលបាននៅ method public move នេះពី super class របស់វាគឺ super class animal ផងដែរហើយដើម្បីធ្វើការ override នៅ method មួយនេះគឺយើងត្រូវបង្កើតនៅ method ដែលមានឈ្មោះដូចគ្នាយើងដាក់ថា dog can walk and run ដូច្នេះclass dog នេះវាធ្វើការ inherit ពី class animal ហើយវាបាន override នៅ method របស់ class animal គឺ method move នេះឯងហើយអញ្ចឹងយើងសូមបង្កើតនៅ class មួយទៀតដើម្បីធ្វើការ
run នៅ program នេះហៅថា class test dog នៅក្នុង class test dog នេះយើងបង្កើតនៅ main method មួយ ហើយយើងនឹងបង្កើតreference type មួយគឺ A ដែលវាជា object type របស់ class animal ហើយ reference type របស់ animal មួយទៀតគឺ B តែវាជា object type របស់ class dog ចឹងនៅពេលដែលយើងឲ្យ A dot ហើយកាន់ method move ហើយនឹង B dot move ចឹងយើងសូម run មើលដូច្នេះនៅចំពោះ A គឺ class របស់ object type របស់ animal គឺវានឹងបង្ហាញនៅហៅ method របស់ animal move របស់ animal ដែលជា super class របស់ class dog គឺ animal can move ចំណែកឯB វិញគឺវាជា reference type របស់ animal មែនប៉ុន្តែវាជា object type របស់ class dog អញ្ចឹងវាពេលវាហៅ method move នោះវានឹងហៅ method ពីវានឹង call method ពី class dog វិញអញ្ចឹងវាចេញ dog can walk and run ហើយនេះគឺជាការបង្ហាញអំពី overriding method របស់ super class របស់ sub class ទៅកាន់ method របស់ super class ហើយចំពោះកន្លែងនេះនៅពេលដែលយើងកន្លែងនេះវាមាន type ដោយសារនៅពេលដែល compile time គឺវាចាប់ថាប្រភេទនេះជា animal B នេះប្រភេទ reference type វាគឺជា animal តែនៅពេលដែល run time គឺវានឹងចាប់វារកឃើញថា object type នេះគឺជា dog អញ្ចឹងវានឹងប្រកាសជាទៅហៅនៅ method របស់ dog នេះហើយជាចុងក្រោយសូមអរគុណដល់ក្រុមអ្នកស្រាវជ្រាវក៏ដូចជាក្រុមផលិតវីដេអូដែលចូលរួមសហការគ្នាក្នុងការបង្កើតវីដេអូនេះឡើងនៅមេរៀនបន្ទាប់យើងនឹងនិយាយអំពី abstraction សូមអរគុណ